Quay cướp giang cứ đầm nao cao từ đầu rồi luôn ở hai nơi tại dục ni đo ngàyประกวด bà chầm ran con máy ប៉ះជាមួយនឹងកីឡាករបាទតៃម៉ូនីស័យបងប្អូនការប្រកួតនេះអ្វីរៀបចំឡើងស្អាតបាទពីទូថោននៅចាំតែយប់នេះទេបងប្អូនកុំភ្លេចជួយគាំទ្រឲ្យបានច្រើនកកនៅលើเพจផ្លូវការរបស់ថោនផងដែរអ្វីដែលខ្ញុំនៅតែកោតសរសើរទឹកចិត្តដល់បងប្រុសបាទស៊ូកសលដែលជាម្ចាស់ហាងលក់ម៉ូតូទំនើបនៅផ្សារតាពាំងក្លឹងបាទនៅទល់មុខបាទរោងចក្រដំឡើង Honda តែម្ដងគឺគាត់បានឧបត្ថម្ភលើកទឹកចិត្តទៅដល់កីឡាករបាទចម្រើនគុណខ្មែររបស់យើងមិនថាចាញ់ឬក៏ឈ្នះទេទឹកប្រាក់ចំនួន 80,000 រៀលក៏ប៉ុន្តែប្រសិនបើចម្រើនគុណខ្មែរដួលតៃម៉ូឲ្យសន្លប់នៅក្នុងទឹកណាមួយបងប្រុសបន្ថែមប្រាក់ឧបត្ថម្ភពីលើនោះទៀតបាទបូករួមទាំងអស់គឺ1 លាន 20 ម៉ឺនបងប្អូនណាបាទ1 លាន 20 ម៉ឺននេះហើយគឺជាការលើកទឹកចិត្តរបស់បងប្រុសបាទស៊ូងកសលដែលជាម្ចាស់ហាងបាទលក់ម៉ូតូទំនើបនៅផ្សារតាពាំងក្លឹងបងប្រុសតែងតែជួយបាទគ្រប់កីឡាករមិនថាថ្នាលមិនថាគីឡូបាទគេហៅថាលំដាប់ណាទេគឺបងប្រុសតែងតែមិនមើលរំលងទេជាពិសេសគឺកីឡាករដែលគាត់មានរបួសបាទបញ្ហាចរាចរណ៍បាទបញ្ហាទៅលើការបាទគ្រោះថ្នាក់ដូចជាការប្រកួតបាក់ដៃបាក់ជើងអញ្ចឹងបងប្រុសបាទស៊ូងកសលគឺគាត់តែងតែជួយគ្រប់កីឡាករសឹងតែគ្រប់គ្នាទៅហើយមិនតែប៉ុណ្ណោះគឺបងប្រុសស៊ូងកសលបានចុះទៅដល់ក្លឹបបាទជួយដល់ក្លឹបក្រីក្រជួយដល់ក្លឹបដែលអត់មានបាទមួយចំនួនផងទៀតដែរអ្វីដែលខ្ញុំនៅតែកើតសរសើរកោតសរសើរទៅបងប្រុសស៊ូងកសលគឺគាត់មានទឹកចិត្តបាទមហិច្ឆតាដូចជាការជួយដោយភាពស្មោះត្រង់ជួយដោយចេញពីចិត្តមិនមែនថាជួយទៅគិតបានតែផលប្រយោជន៍មកវិញគឺអត់ទេហើយបងប្អូនឃើញហើយថាការជួយរបស់បងប្រុសបាទស៊ូងកសលគឺមានទាំងចាស់ជរាហើយនឹងជាពិសេសអ៊ំដែលគាត់រត់ស៊ីក្លូនៅតាមបាទវត្តភ្នំផ្សារថ្មីឯហ្នឹងគឺបងប្រុសបាទស៊ូកសលគឺគាត់តែងតែមើលឃើញនៃការលំបាករបស់អ៊ំបាទយាយតាឯងនេះហើយបាទគឺជាការចែករំលែកបាទទានមួយដ៏ល្អប្រពៃហើយខ្ញុំបាទអេដមីនប៉ាវបាទក៏សូមជូនពរឲ្យបងប្រុសបាទនៅក្នុងរដូវបាទចូលឆ្នាំខាងមុខនេះសូមជូនពរឲ្យសុខសប្បាយទាំងអស់ទាំងក្រុមគ្រួសារជាពិសេសគឺសូមឲ្យការលក់ដូររបស់បងបាទកាន់តែរីកចម្រើនទៅមុខបងប្អូនកុំភ្លេចចង់បានម៉ូតូជិះបាទម៉ូតូថ្មីម៉ូតូមទឹកបងប្អូនទៅចូលរួមបងរំលោះឬក៏ទិញដាច់នៅហាងបងប្រុសបាទស៊ូងកសលគាំទ្រគុណខ្មែរបងប្អូននឹងចំណេញច្រើនទី1បងប្អូនបងរំលោះបាទគឺបានប្រាក់អ្នកនាំទៅគឺបានប្រាក់$100ព្រាមតែម្ដងបាទសម្រាប់បងប្អូនដែលទៅបងរំលោះផ្ទាល់នោះគឺបានទទួលទូរស័ព្ទថ្មីមួយគ្រឿងបាទពីហាងបងប្រុសហើយមានការចាប់រង្វាន់ឆ្នោតបាទមាន1តលឹង2តលឹង3តលឹងមានការប្រវល់កងបាទមានលុយ$10 $20 $50 និង$100បងប្អូនជាងហើយសម្រាប់ការប្រកួតមួយនេះបាទចម្រើនគុណខ្មែរប៉ះជាមួយនឹងតៃម៉ូនេះបាទមិនថាចាញ់មិនថាឈ្នះបងប្រុសនៅតែឧបត្ថម្ភចំនួន 80,000 រៀលបើផ្ដួលឲ្យតៃម៉ូសន្លប់បន្ថែមទៅលើនឹងទៅទៀតបាទសរុបទឹកប្រាក់ទាំងអស់គឺ1 លាន 20 ម៉ឺនបាទអញ្ចឹងមានន័យថាបងប្រុសគាំទ្របាទគុណខ្មែររបស់យើងបាទចម្រើនគុណខ្មែរគឺ 100% ហើយបងប្អូនណាបាទបងប្អូនជួយ share វីដេអូនេះម្នាក់មួយបាទឲ្យបងប្រុសបាទស៊ូងកសលដែលជាម្ចាស់ហាងលក់ម៉ូតូទំនើបផង